បង់ប្រាក់ឲ្យខ្ញុំ$6000ដើម្បីធ្វើការជាមួយប៉ូលីសបើរឿងនេះបន្តដល់ព្រឹកកូនអ្នកឯងនឹងជាប់គុកនិយាយជាមួយកូនអ្នកចោះពុទ្ធោនេះជាសម្លេងកូនរបស់ខ្ញុំពិតប្រាកដត្រឹមត្រូវហើយនេះជាសម្លេងកូនរបស់អ្នកពិតប្រាកដបង្កើតឡើងដោយ AI ជនជាតិកាណាដាមួយរូបគាត់ចាញ់បោកការឆោបោកដោយសារតែសលេងនោះគឺជាសលេង AI ហើយគាត់យល់ថាជាសលេងរបស់កូនគាត់គ្មានអ្វីដែលមានតម្លៃជាងកូនប្រពន្ធនិងសាច់ញាតិក្បែរខ្លួនទេគ្មានពេលវេលាដើម្បីគិតឱកាសចាញ់បោករបស់មនុស្សកាន់តែច្រើននៅសហរដ្ឋអាមេរិកសហគមន៍សូម៉ាលីជាទិសដៅដែលដូណាល់ត្រាំវាយប្រហារទៅខាងក្រមឌីម៉ូក្រាទិករដ្ឋអាជ្ញារបស់សហរដ្ឋអាមេរិកបានបង្ហាញថាប្រជាជនអាមេរិកនៅមីនីសូតាដែលជាកណ្ដាលក្រុងរបស់សហរដ្ឋអាមេរិកត្រូវចាញ់បោកអស់$18,000 លានគិតនៅក្នុងឆ្នាំ2018ជួនគ្នាល្អម្លេះណឲ្យពិភពលោកបានស្គាល់ទៅកម្ពុជាបានបំផ្លាញអនឡាញហើយប្រទេសតែឯងមានយ៉ាងណារឿងរបស់អ្នកឯងទៅចោះ Alleged fraud scandal rocking California. As 5 Investigates has reported, survival wasn't enough for many of the fraudsters, buying million-dollar houses, beachfront properties, and stashing enough cash to try to bribe a juror. But in the heart of America's Midwest. Federal prosecutors in Minnesota now estimate that half or more of the $18 billion spent since 2018 across 14 Minnesota welfare programs. Talking to him because it was his voice. The caller said he had been in a serious car accident and was facing charges for talking on his phone while driving. A man who claimed to be his son's lawyer said he needed money or his son would spend the night in jail. The lawyer said I needed to post bail of $6,000 to get Brian out of jail. An Uber driver arrived and I handed him the ភ្នំពេញគេបានធ្វើប្រតិបត្តិការរាល់ថ្ងៃនៅថ្ងៃទី15ខែមិថុនាឆ្នាំ2026គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំបញ្ជាផ្ទាល់របស់ឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានដឹកនាំរដ្ឋបាលទាំង14ធ្វើការត្រួតពិនិត្យតាមអគារខុនដូអាផាតមិនបុរីផ្ទះសំណាក់និងសន្តាគារមួយចំនួនក្នុងគោលដៅប្រតិបត្តិការបោសសម្អាតទីតាំងសង្ស័យប្រព្រឹត្តបទល្មើសឆោបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scan ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញបានសរុបចំនួន90ទីតាំងតាមរយៈក្រុមការងារនេះកម្លាំងសមត្ថកិច្ចបានរកឃើញនៅក្នុងខុនដូអូឡាំព្យាអគារ C4 ជាន់ទី17បន្ទប់លេខ1710មានជនបរទេសចំនួន6ជាជនជាតិវៀតណាមនិងមានសម្ភារៈពាក់ព័ន្ធមួយចំនួនក្រោយធ្វើកោសលវិច័យរបស់ការិយាល័យជំនាញបានរកឃើញថានេះជាករណីបទល្មើសឆោបតាមប្រព័ន្ធបច្ចេកវិទ្យា Online Scam ក្រោយប្រតិបត្តិការជនសង្ស័យនិងវត្ថុតាងត្រូវប្រកល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធីជាមួយគ្នានេះដែរស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏បានអនុវត្តការផាកពិន័យចំពោះម្ចាស់ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្ដុំតាមអនុក្រឹត្យលេខ03សរុបចំនួន5ទីតាំងមនុស្សចំនួន6នាក់គិតជាថវិកាសរុបបានចំនួន24លានរៀល